នេះមិនមែនជាការធ្វើបាបលោកវាងទេមើលលោកវាងរាល់ថ្ងៃរវល់តែធ្វើម្ហូបមិនចង់ប្រកែកជាមួយអ្នកណាទេបែរជាមកតាមដានដល់គេហើយចម្លងការតុបតែងហាងចម្លងសំបីតែមុខម្ហូបក៏ចម្លងទៀតអត់ខ្មាស់គេទេខ្ញុំទៅយករបស់ក្នុងឡានសិនថ្ងៃនេះខ្ញុំត្រូវតែទៅទាមទារឲ្យពួកគេពន្យល់ឲ្យច្បាស់ជប់សិនហាមទៅឥឡូវនេះជាសង្គមគោរពច្បាប់ជួបរឿងអីក៏អាចចាប់ដើមវាគេតាមចិត្តបានឬហើយថែមទាំងវាយកុំតិចទៀតវារួចបើគេប្តឹងប៉ូលីសធ្វើម៉េចបងប៊ីវខ្ញុំគ្រាន់តែខឹងជំនួសលោកវាងទេខឹងក៏មិនអាចបំពេញច្បាប់បានដែរគេអាចចម្លងការតុបតែងរបស់លោកវាងហើយក៏អាចចម្លងមើលនុយរបស់លោកវាងបានប៉ុន្តែមានរឿងមួយគេមិនអាចចម្លងបានដាច់ខាតអ្វីរសជាតិក្រុមយើងមានមនុស្សច្រើនបែបនេះក្រុមបងប៊ីវនេះជាក្រុមការងារអរគុណដែលបងរំលឹកក្រុមយើងមានមនុស្សច្រើនបែបនេះឈរនិយាយនៅទីនេះមានប្រយោជន៍អីទៅយើងចូលទៅមើលថាទីបំផុតវាជារឿងរបស់យើងឬអត់យើងនៅតម្រង់ជួននៅឡើយទេមិនមានអ្នកមកកាត់ជួទៀតមុននេះមានម្នាក់ឥឡូវមកមួយក្រុមទៀតតើគ្មានអ្នកណាមកមើលការខុសត្រូវទេលើទោសសេឈ្មោះអ្នកហើយនេះមិនមែនជារឿងថាសរសេរឈ្មោះឬមិនសរសេរទេអ្នកគ្រប់គ្នាកំពុងតម្រង់ជួយល់ហើយអ្នកមានរឿងអីម្ចាស់ស្រីមិននៅទីនោះទេមិនបានមិនខ្វល់អ្វីសោះមានអ្នកកាត់ជួក៏មិនខ្វល់ទៅមុននេះមានអ្នកជួបបារីក៏មិនខ្វល់ដែរម្ចាស់ស្រីបងប្អូនប៉ុន្មានអ្នកចង់ញ៉ាំអីខ្លះត្រីស្វាយជូរសាច់ជ្រូកចិញ្ច្រាំឆាជាមួយត្រប់និងបាយឆាពងមាសបងសួនមកមួយចានបងប្អូនយើងមានគ្នាច្រើនបែបនេះកុំងតែ3មុខប្រហែលមិនគ្រប់ញ៉ាំទេអីចឹងត្រីស្វាយជូរ2ចានហើយបាយឆាពងម្នាក់មួយចានពួកគេគិតអីពីខ្ញុំយើងញ៉ាំប៉ុន្មានខ្លួនឯងមិនដឹងឬបងសួនមួយចានប្រញាប់យកមកតែហាងយើងគឺបងលុយមុនទៅពីកម្ហូបមកសុំបងប្អូនបងលុយជាមុនសិនបងមុនខ្លាចពួកយើងញ៉ាំរួចមិនឲ្យលុយឬមិនមែនមានន័យអញ្ចឹងទេគ្រាន់តែហាងមានភ្ញៀវច្រើនដូច្នេះគ្រប់គ្នាត្រូវអនុវត្តតាមដំណើរការដូចគ្នាអ្នកណាមកក៏ដូចគ្នាអ្នកគិតថាយើងមើលទៅដូចជាមនុស្សខ្វះលុយឬបងអ្នកនេះនិយាយយកម្ហូបមកឲ្យលឿនទៅបើធ្វើឲ្យឆ្ងាញ់10000នេះទាំងអស់ជារបស់អ្នកបងកុំបារម្ភយើងបើកហាងរកស៊ីត្រូវតែធ្វើឲ្យភ្ញៀវញ៉ាំពេញចិត្តម្ហូបទៅនេះខ្ញុំទៅមើលផ្ទាល់នៅផ្ទះបាយទៅចុះកុំឲ្យពួកយើងរងចាំយូរខាងក្រៅមានភ្ញៀវធំមួយតូត្រីស្វាយជូរសាច់ជ្រូកចិញ្ច្រាំឆាត្រប់និងបាយឆាពងមាសមួយមុខមួយចានអ្នកធ្វើឲ្យខ្ញុំឲ្យបានល្អណាស់លោកហ្វាងម្ហូបទាំងអស់របស់យើងមិនមែនធ្វើតាមរបៀបដូចគ្នាទេមិនបានត្រូវធ្វើឲ្យល្អភ្ញៀវទៅនោះយក10000មកហើយប្រាប់ថាបើធ្វើឲ្យឆ្ងាញ់10000ទាំងអស់ឲ្យខ្ញុំហាន់ត្រីឲ្យទន់បន្តិចដាក់ស្វាយជូរតិចកុំឲ្យជូរពេករៀបចំឲ្យមើលទៅស្អាតបន្តិចត្រូវតែមិនមែនត្រឹមតែព្យាយាមទេត្រូវតែធ្វើឲ្យឆ្ងាញ់សូមទោសដែលឲ្យរងចាំនេះជាម្ហូបល្បី3មុខរបស់ហាងយើងថ្ងៃនេះសូមបងប្អូនសាកមើលតើរសជាតិយ៉ាងម៉េចអីក៏មិនឆ្ងាញ់ម្ល៉េះទីបំផុតមានអ្នកនិយាយការពិតហើយមុននេះខ្ញុំក៏ប្រាប់ថាត្រីមានក្លិនចម្លែកស្វាយជូរនេះក៏មិនត្រូវដែរបាយឆាកាន់តែមិនឆ្ងាញ់មួយចាន88យ៉នខ្ញុំមិនដឹងថាគេយកអីមកលក់ថ្លៃបែបនេះហ៊ានលើកសរសើរដល់ម្លឹងខ្ញុំក៏គិតថាមិនឆ្ងាញ់ដែរតាមពិតអ្នកទាំងអស់គ្នាក៏គិតដូចគ្នាអ្នកចិត្តណាមកបង្ករឿងមែនទេបង្ករឿងខ្ញុំក៏មងម្ហូបហើយក៏ត្រៀមបងលុយដែរម្ហូបមិនឆ្ងាញ់ហើយមិនឲ្យគេនិយាយទៀតអ្នកក៏ទេញ៉ាំបានល្អតែអ្នកមកដល់ភ្លាមក៏ថានេះមិនល្អនោះមិនបានមិនមែនមកបង្ករឿងតាជាអីល្អឥឡូវនេះអ្នកនិយាយជាមួយសមាជិកកិត្តិយសរបស់ហាងយើងបែបនេះឬអ្វីសមាជិកកិត្តិយសតាំងពីពេលណាហាងយើងមានសមាជិកកិត្តិយសម៉េច
ឥឡូវលោកវាងរកស៊ីធំឡើងមានមនុស្សច្រើនក៏ភ្លេចថាអ្នកណាជាអ្នកណាហើយឬលោកវាងស្ដាប់ឲ្យច្បាស់ខ្ញុំឈ្មោះសាំងបៀវខ្ញុំជាសមាជិកកិត្តិយសរបស់ហើយទទួលបានសិទ្ធិមិនបាច់តម្រង់ជួរជារៀងរហូតម៉េចសាខាហាងនេះបើកដំណើរការលោកវាងមិនបានប្រាប់អ្នកទេបងសាំងធ្វើពិធីធំអញ្ជើញភ្ញៀវអ្វី